ការវាយប្រហាររហូតដល់51ករណីទូទាំងភាគខាងត្បូងនៃប្រទេសថៃតែម្ដងដែលមានដូចជាការបំផ្ទុះការវាយបំផ្លាញការដុតសម្បកកង់ឡានរួមទាំងការប្លន់ដោយប្រើប្រាស់អាវុធថែមទៀតផងដែលហេតុការណ៍នេះគឺស្ថិតនៅក្នុងខេត្តយ៉ាឡាប៉ាតានីហើយនរ៉ាធីវ៉ាត់កាលពីថ្ងៃទី22យប់ថ្ងៃសៅរ៍កាលពីម្សិលមិញនេះឯងបងប្អូនទាំងអស់គ្នាដែលក្រុមផ្ដាច់ខ្លួននៅភាគខាងត្បូងនៃប្រទេសថៃកំពុងតែងើបមកបះបោរធ្វើចលនាយ៉ាងខ្លាំងតែម្ដងហើយនៅព្រឹកថ្ងៃទី23ថ្ងៃអាទិត្យនេះផងដែរអនុទានគឺនៅមិនស្ងៀមទេបងប្អូនបានធ្វើការកោះប្រជុំសន្តិសុខភ្លាមៗតែម្ដងដើម្បីធ្វើការគ្រប់គ្រងការចលាចលទូទាំងខេត្តភាគខាងត្បូងនៃប្រទេសថៃនេះហើយគួរបញ្ជាក់ផងដែរថាភាគខាងត្បូងនៃប្រទេសថៃនេះគឺជាប់ព្រំប្រទល់ជាមួយនឹងប្រទេសម៉ាឡេស៊ីដែលគឺជាទីកន្លែងដែលមានចំនួនឆ្លោះបះបោររ៉ាំរ៉ៃនឹងគឺជាច្រើនទសវត្សរ៍មកហើយដោយកងកម្លាំងសន្តិសុខរបស់ថៃបានប្រយុទ្ធជាមួយនឹងក្រុមឧទាមដែលព្យាយាមផ្ដាច់ខ្លួនស្វែងរកឯករាជ្យសម្រាប់បណ្ដាខេត្តដែលមានប្រជាជនមូស្លីមនិងជនជាតិម៉ាឡេស៊ីរស់នៅភាគច្រើនដូចជានៅក្នុងខេត្តណារ៉ាធីវ៉ាត់យ៉ាឡាប៉ាតានីហើយជាពិសេសនោះគឺផ្នែកខ្លះនៃខេត្តសង្ខ្លាតើបងប្អូនមានមតិយោបល់បែបណាដែរកុំភ្លេចបញ្ចេញមតិនៅខាងក្រោមវីដេអូនេះជួបជាមួយនឹងខ្ញុំបាទលីហួននៅវីដេអូបន្តទៀត